bạn số đấy mà chắc trong cuộc xa one coinទាំងអស់គ្នាបាទវីដេអូនេះគឺជាវីដេអូដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីការបំពេញ form និងការយកលុយទៅក្នុង account ដើម្បីវាទៅធនាគារបាទកាលពីមុនខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាតែអត់ទាន់បានអនុវត្តទេដោយសារតែអត់មានលុយនៅក្នុង account បាទតែសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងយកលុយនៅក្នុង account របស់ខ្ញុំនេះនិងវាចូលទៅធនាគារដើម្បីឲ្យបងប្អូនទាំងអស់គ្នាកាន់តែមានភាពជឿជាក់ថាតើលុយនៅក្នុង account របស់យើងនឹងអាចវាទៅធនាគារបានដែរឬអត់បាទជាដំបូងយើងចូលទៅក្នុង profile ដើម្បីបំពេញ form បាទទោះបីជាយើងចង់វាលុយទៅធនាគារនៅឯណាក៏ដោយគឺយើងអាចធ្វើបានទាំងអស់បាទបន្ទាប់មកទៀតយើងរូតវាមកក្រោមបាទរូតវាមកក្រោមមកគេដាក់ថា bank detail អញ្ចឹងយើងដើម្បីយើងវាលុយទៅធនាគារទី1យើងត្រូវបំពេញ form ទាំងអស់នេះបាទអញ្ចឹងខ្ញុំវាលុយទៅបាទខ្ញុំវាយនេះគេដាក់ថា name អញ្ចឹងយើងវាយមកSankin បាទនេះជាឈ្មោះរបស់ខ្ញុំបាទ bank name KB ដែលនៅកូរ៉េគេហៅថាគុកមីនអ៊ឹនហាំងហ្នឹងបាទបន្តមកទៀត bank country បាទគឺជាប្រទេសនៃធនាគារដែលយើងចង់វាទៅបាទទី3គឺគេដាក់ថា IBAN ឬក៏ account បាទមានន័យថាលេខកូដធនាគារបាទបន្តមកទៀតគេដាក់ថា Swift code ហ្នឹងបាទអ្នកនរគ្នាកុំបារម្ភអីសម្រាប់ Swift code ហ្នឹងគឺមាននៅក្នុងសៀវភៅធនាគារតែម្ដងគឺនៅខាងគម្របនៃសៀវភៅធនាគារបាទបន្តមកទៀតយើងចុច sell បាទយើង sell បែបនេះមកឃើញនេះគេដាក់ថា bank detail success sell អញ្ចឹងការបំពេញ form យើងគឺធ្វើបានសម្រេចហើយនៅពេលដែលយើងបានបំពេញ form បានសម្រេចគឺយើងត្រូវចូលទៅក្នុង dashboard យើងសារជាថ្មីបាទបន្ទាប់ពីយើងបានចូល dashboard យើងសារជាថ្មីយើងមើលនៅក្នុងលុយក្នុង account របស់ខ្ញុំបាទគឺមាន131អឺរ៉ូអញ្ចឹងខ្ញុំនឹងធ្វើការវាយលុយចំនួន100អឺរ៉ូបាទអញ្ចឹងយើងចូលក្នុង bank ចូលក្នុង account នឹងមកបាទបាទបន្ទាប់ពីយើងបានចូលទៅក្នុង account ហ្នឹងយើងមើលមកវាមាន3ទី1គេដាក់ send card to offline send card to online និង request withdrawal អញ្ចឹងដើម្បីវាយលុយទៅធនាគារយើងដាក់ថា request withdrawal ហ្នឹងមកបាទនៅពេលដែលយើងបានចុច request withdrawal ហ្នឹងហើយគឺគេនឹងឲ្យយើងវាតែម្ដងយើងចុចពីកន្លែងនេះយើងអាចវាចាប់ពី50អឺរ៉ូឡើងទៅបាទយើងវាមកខ្ញុំដាក់ថា100អឺរ៉ូបាទខ្ញុំវាទៅ100អឺរ៉ូបន្ទាប់ទៀតកន្លែងនេះដាក់ថា bank viren bank ណែបាទយើងដាក់កន្លែងហ្នឹងមកព្រោះថាយើងវាទៅតាមធនាគារបាទទី3គឺយើងដាក់ថា transaction password មានន័យថាគឺជាលេខកូដសម្ងាត់ទី2របស់ខ្ញុំបាទអញ្ចឹងខ្ញុំនឹងវាយលេខកូដសម្ងាត់ទី2របស់ខ្ញុំបាទបន្ទាប់ពីខ្ញុំបានវាយលេខកូដសម្ងាត់ទី2របស់ខ្ញុំហើយយើងវាយអាក្រោមមក withdrawal ហ្នឹងមកបាទយើងចុចលើ withdrawal ហ្នឹងមកបាទគេដាក់ថា thank you for you withdrawal request ហ្នឹងបាទនេះគឺជាដាក់ប្រាប់ថាយើងវាទៅធនាគារគឺអូខេហើយអញ្ចឹងសម្រាប់ការវាទៅធនាគារគឺមានតែប៉ុណ្្នឹងទេហើយគេឲ្យយើងរងចាំនេះ10ថ្ងៃមិនលើសពី10ថ្ងៃទេសម្រាប់យើងការវាលុយទៅធនាគារហ្នឹងហើយបងប្អូនទាំងអស់គ្នាបើសិនជាមានចម្ងល់អីឬក៏ចង់វាលុយទៅធនាគារហើយមើលវីដេអូនេះមិនសូវយល់អាចតាក់ទងមកខ្ញុំផ្ទាល់តែម្ដងខ្ញុំនឹងជួយប្រាប់បាទហើយមួយទៀតអ្វីដែលខ្ញុំបានធ្វើវីដេអូនេះគឺខ្ញុំចង់ឲ្យបញ្ជាក់ឲ្យកាន់តែមានភាពច្បាស់លាស់បន្ថែមទៅទៀតចង់ឲ្យបងប្អូនដឹងថាការវាលុយទៅធនាគារនៃក្រុមហ៊ុន OneCoin គឺពិតជាមានហើយពិតជាច្បាស់លាស់មែនទែនតែបើសិនជាយើងមាន Master Card ទាំងអស់គ្នាគឺយើងមិនចាំបាច់ឲ្យវាលុយទេយើងគ្រាន់តែយក Master Card ដកតែម្ដងគឺងាយស្រួលមែនទែនបាទអញ្ចឹងយើងចូលទៅមើលនៅ dashboard ខ្ញុំបន្ថែមទៀតបាទសារជាថ្មីបាទគឺក្រុមហ៊ុនគេមិនទាន់កាត់ទេ
ដូចជាយើងយកលុយក្នុង training account ទិញចឹងគឺក្រុមហ៊ុនគេអត់ទាន់កាត់ទេបាទអញ្ចឹងសម្រាប់ការវេលុយទៅធនាគារគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនអាចសាកបានបាទអាចសាកទាំងអស់គ្នាបានហើយបើសិនជាមានចម្ងល់អីអាចតាក់ទងមកខ្ញុំបានហើយសម្រាប់ថ្ងៃនេះផងដែរដូចជាខ្ញុំបានថ្ងៃមិញខ្ញុំបានបង្ហោះទៅហើយគឺដូចជានេះone coin គឺបានចូលមកហើយបាទអញ្ចឹងយើងយកចំនួនមែនយើងសាកតម្លៃសប្តាហ៍ថ្ងៃមើលតម្លៃសប្តាហ៍ថ្ងៃគឺប្រហែលទេបាទខ្ញុំចូលទៅមើលតម្លៃសប្តាហ៍ថ្ងៃសិនបាទហើយការវេលុយធនាគារយើងគឺមានតែប៉ុណ្ណឹងទេអត់មានអីច្រើនពីហ្នឹងទេខ្ញុំមើលទៅតម្លៃ one coin សប្តាហ៍ថ្ងៃគឺវាមានតម្លៃប្រហែលបាទone coin មានតម្លៃប្រហែលបាទឃើញទេ sale បាយទិញ sale លក់អញ្ចឹង one coin មានតម្លៃ 2.3.34 បាទ 2.34 បាទ 2.34 អញ្ចឹងយើងទៅមើលក្នុង total token របស់ខ្ញុំtotal one coin របស់ខ្ញុំវិញបើសិនជាយើងយក 2.34 យកមកគុណជាមួយនឹង 3,613.44 បាទគឺវាឃើញរហូតទៅដល់ 8,455.44 អឺរ៉ូបាទឃើញថាវាពិតជាខ្លាំងមែនទែនហើយសម្រាប់កញ្ចប់សិក្សាខ្ញុំគឺ 3,000 អឺរ៉ូគឺអស់តែ 3,000 ដុល្លារជាងទេតែបើសិនជាខ្ញុំលក់ទៅវិញគឺច្រើនមែនទែនអញ្ចឹងយើងអាចគុណជាមួយនឹង $1.28 ស្មើបានអូហូបើសិនជាខ្ញុំលក់វាបានចូល $10,000 ដែររីដល់ 100,000 ចូល $10,000 ដែរអញ្ចឹងឃើញថាក្នុងរយៈពេលមួយដ៏ខ្លី 4 ទៅ 5 3 4 ខែដែលខ្ញុំបានធ្វើកន្លងមកហ្នឹងគឺបើសិនជាខ្ញុំលក់ one coin ហ្នឹងវិញគឺខ្ញុំបានចំណេញបាត់ទៅហើយបាទឃើញទេការងារយើងច្បាស់លាស់ហើយសម្រាប់អានេះគឺជាចំណូលសប្តាហ៍របស់ខ្ញុំចំណូលខ្ញុំទទួលបានគឺជាប្រាក់លាភតែអានេះគឺជាប្រាក់ការវិនិយោគចុះបើសិនជាអឺរ៉ូយើងឡើងរហូតដល់100 អឺរ៉ូទៅ 50 អឺរ៉ូទៅយើងគិតមើលបាទច្រើនមែនទែនបាទអញ្ចឹងយើងគួរតែពិចារណានិងគិតគូរទាំងអស់គ្នាហើយសម្រាប់ការដកលុយទៅនៅធនាគារចាំមើលចាំដល់ថ្ងៃដែលខ្ញុំបានទៅដកខ្ញុំនឹងធ្វើវីដេអូប្រាប់អ្នកទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណ